នេះគឺជាប្រអប់ដែលគេផ្ញើឲ្យពង 100k subscriber មកខ្ញុំណោះគ្នាបាទចឹងថ្ងៃនេះដែរគឺខ្ញុំនឹង unboxing ឲ្យណោះគ្នាឲ្យមើលហើយនឹងខ្ញុំនិយាយប្រវត្តិខ្ញុំពី channel មួយហ្នឹងហើយនឹងបទពិសោធន៍ខ្ញុំផ្ទាល់ថាខ្ញុំជួបរឿងអីគេខ្លះបាទខ្ញុំអាចដល់សប្តាហ៍ថ្ងៃហ្នឹងគឺខ្ញុំចែកម្លែកបទពិសោធន៍ខ្ញុំផ្ទាល់បាទចឹងអានេះគឺជាអេប៉ុងទី1របស់ខ្ញុំណោះគ្នាបាទគឺខ្ញុំបាទគឺធ្វើឈៀងសែនយ៉ាអញ្ចឹងបងប្អូនគ្នាដឹងហើយគឺអានេះខ្ញុំបានយូរហើយអេប៉ុងនេះហូចឹងអានេះយើងអាចរាប់បានថាអេប៉ុងចាស់ហ្នឹងហើយគឺខ្ញុំធ្វើបានយូរអានេះគឺជា channel gaming របស់ខ្ញុំណោះគ្នាចាថ្មីរបស់ខ្ញុំនេះគឺអានេះហ្នឹងគឺ channel vlog របស់ខ្ញុំអញ្ចឹងយើងធ្វើការបើកប្រអប់ unboxing វាទាំងអស់គ្នាបាទអញ្ចឹងពេលផ្ញើមកចង់និយាយប្រាប់ដល់គ្នាមួយថាប្រអប់នេះទូចជាងប្រអប់មុនណោះគ្នាបាទអេប៉ុងនេះក៏ទូចជាងមុនដែរហ្នឹងហើយឥឡូវនេះគឺលេខទូរស័ព្ទខ្ញុំឲ្យនឹងទីកន្លែងដែលគេផ្ញើឲ្យទេអញ្ចឹងអេប៉ុងមួយនេះគឺគេផ្ញើមកពីអាមេរិកមកតែម្ដងបងប្អូនបាទអញ្ចឹងអេប៉ុងមួយនេះគឺរយៈពេលគេផ្ញើមកគឺអស់មួយអាទិត្យហ្នឹងហើយពេលខ្ញុំដាក់ស្នើសុំយកអេប៉ុងទៅគឺអស់រយៈពេលមួយអាទិត្យបើគេដឹកមកដល់ខ្មែរហើយយើងបាន 100k subscriber បើយើងអាចយកបានណោះគ្នាបាទឥឡូវយើងធ្វើការបើកបងប្អូនគ្នាបើទៅខ្ញុំបើកហើយហ្នឹងហើយឥឡូវបើកអីណោះគ្នាមើលម្ដងណោះគ្នាបាទអញ្ចឹងពេលដែលយើងបើកមកគឺយើងឃើញកាតនេះណោះគ្នាបាទនេះគេសេអរគុណយើងណាគេអរគុណខ្ញុំហ្នឹងហើយតែមកអានេះគឺជាប់ទេហ្នឹងហើយគឺជាប់មើលថ្លាទេហើយមកយើងឃើញឯប៉ុងហើយអញ្ចឹងឯប៉ុងមួយហ្នឹងគឺគេស្របទៅដោយនេះណោះគ្នាបាទ plastic បាទហ្នឹងហើយយើងធ្វើការដកចេញទាំងអស់គ្នាផ្លេចឲ្យណោះគ្នាមើលអញ្ចឹងនេះគឺគេអរគុណគេសេអរគុណយើងដែរនេះខាង YouTube ដែរណាគេសេអរគុណយើងថាដែលយើងបានធ្វើល្អធ្វើអីចឹងទៅហើយឈ្មោះ CEO គេចឹងទៅណោះគ្នាបាទឥឡូវយើងមកមើលអានេះទាំងអស់គ្នាបាទអញ្ចឹង channel នេះគឺ channel ឈៀង Ogo ណោះគ្នាបាទហ្នឹងហើយជា channel ឈៀង Ogo ដែលខ្ញុំបានធ្វើបាទអញ្ចឹងនេះគឺជាអេប៉ុងថ្មីរបស់ខ្ញុំឥឡូវយើងមកប្រៀបជាមួយនឹងអាចាស់វិញណោះគ្នាបាទអញ្ចឹងអាចាស់ខ្ញុំនេះខ្ញុំដាក់គៀបជាប់អញ្ចឹងហ្នឹងហើយណោះគ្នាមើលទំហំខុសគ្នាណោះគ្នាបាទហ្នឹងហើយពីក្រោយដូចគ្នាទេនេះពីក្រោយវាដូចគ្នាទេយើងអាចចាប់បានដាក់ដូចគ្នាហើយក៏ប៉ុន្តែខុសទំហំណោះគ្នាអាចាស់ខ្ញុំធំជាងហ្នឹងហើយអានេះទូចដល់វាមើលអីទូចជាងណោះហេបាទថ្មីនេះទូចជាងហ្នឹងហើយឲ្យណោះហេមើលដាក់ចូលឲ្យណោះហេមើលបាទទូចជាងមែនតើណោះហេបាទមួហេតុថៃបងគេធ្វើឲ្យទូចចឹងណាអានេះមិនមែនមួហេតុគេប្រាប់ខ្ញុំយកហ្មងទេក៏ប៉ុន្តែតាមការខ្ញុំដឹងហ្មងគឺដោយសារតែ 100k subscriber នៅលើ YouTube គឺមានអ្នកយកច្រើនពេកហ្នឹងហើយអញ្ចឹងបើគេធ្វើធំចាវាអាចខាតគេណោះហេសារហើយពងមួយនេះគឺគេឲ្យយើង free ទេហើយបើសិនជាខ្ញុំចង់ទិញមកមួយបន្ថែមក៏បានដែរណោះហេពេលខ្ញុំសុំស្នើសុំយកអាហ្នឹងគឺខ្ញុំមានសិទ្ធិទិញមួយទៀតហ្នឹងហើយខ្ញុំអាចទិញបានមួយទៀតតែខ្ញុំអត់ទិញទេហ្នឹងហើយខ្ញុំចាំបានទទួលគេឲ្យហ្មងតែយ៉ាអញ្ចឹងអានេះអាចាស់ធំជាងអាថ្មីដោយសារដូចខាងអញ្ចឹង YouTube ឥឡូវគឺប្រហែលមានអ្នកយក 100k បានច្រើនពេកអញ្ចឹងឥឡូវគឺគេកែមកដាក់ទូចចាក់វិញហើយក៏ប៉ុន្តែតាមគិតខ្ញុំមើលហ្មងស្អាតដែរបងប្អូនទំហំទូចជាងតិចតែនេះស្អាតបងប្អូនបាទអញ្ចឹងអានេះគឺខ្ញុំអត់ដាក់នៅហ្នឹងទេខ្ញុំមានកន្លែងបន្ទប់ដែលខ្ញុំដាក់ហើយខ្ញុំអត់ដាក់នៅបន្ទប់នេះមួយទៀតទេខ្ញុំមានបន្ទប់ខ្ញុំដែរតើថាបន្ទប់នេះខ្ញុំធ្វើអត់ទាន់ហើយបងប្អូនបាទអញ្ចឹងខ្ញុំដាក់នៅបន្ទប់នោះសិនហើយទុកនៅក្នុងកែប្រអប់វាសិនបងប្អូនបាទអញ្ចឹងអ្នកដែលគ្នាយើងដែលចង់ធ្វើខាង YouTube ខ្ញុំបានចេញវគ្គសិក្សាមួយដែលបញ្យល់បងប្អូនពីការធ្វើ YouTube ឲ្យបានត្រឹមត្រូវណា YouTube កន្លឹះវាផងដែរ YouTube គេមិនមែនចេះធ្វើទេបងប្អូនបាទមិនមែនគេចេះធ្វើបាន view ទេគឺ YouTube គឺគេមានក្បួនគេធ្វើត្រឹមត្រូវអ្នកខ្លះធ្វើខុសជាប់នេះជាប់នោះអញ្ចឹងទៅអ្នកខ្លះធ្វើអត់ឡើង view សោះអញ្ចឹងដូចថាអញ្ចឹង YouTube គឺវាមានក្បាច់របស់វាអញ្ចឹងបើអ្នកចង់រៀនអាចរៀនជាមួយខ្ញុំបានតែគ្រាន់តែថាពេលខ្ញុំដាក់វគ្គសិក្សាហ្នឹងគឺខ្ញុំអត់ចែកបងប្អូនដែល free ទេគឺខ្ញុំគិតលុយណោះហើយបាទបបពិសោធន៍អស់នេះគឺខ្ញុំមិនមែនបានដោយស្រួលខ្ញុំមកបានបបពិសោធន៍អស់ហ្នឹងគឺពិបាកដាក់អញ្ចឹងបើបងប្អូនចង់រៀនឬក៏មានចម្ងល់អីខាង YouTube ឬក៏បញ្ហាខាង YouTube ចង់ឲ្យខ្ញុំជួយគឺបានណោះហើយបាទអញ្ចឹងតើ scan QR នេះទៅគឺណោះថ្ងៃអាចមកចូលមកសួរខ្ញុំពីតម្លៃវគ្គសិក្សាហើយនឹងមានចម្ងល់អីអាចបញ្ហាអាចមកសួរខ្ញុំបានដូចគ្នាអញ្ចឹងការ unboxing យើងគឺចប់អស់ហើយណោះគ្នាបាទឥឡូវយើងចូលដល់សាច់រឿងខ្ញុំវិញម្ដងសាច់រឿងថៃបាទខ្ញុំមកធ្វើ YouTube ហើយនឹងឆ្លើយសំណួរបងប្អូនដែរហើយខ្ញុំការតស៊ូខ្ញុំការបាក់ខ្ញុំមិនខ្លះអញ្ចឹងយើងចូលទៅតែម្ដងតែគ្នាយើងអត់ចាប់អារម្មណ៍ពីខ្ញុំទេអាចម្លងបានតែមើលវីដេអូខ្ញុំផ្សេងបានតែអានេះតើខ្ញុំចែកបទពិសោធន៍ខ្ញុំ experience ខ្ញុំមិនខ្លះនៅក្នុងការធ្វើ YouTube អញ្ចឹងខ្ញុំនិយាយបងប្អូនមួយបងប្អូនភាគច្រើនក្មេងៗគាត់ចង់ធ្វើ YouTube ដូចខ្ញុំខ្ញុំនិយាយត្រង់ខ្ញុំអត់និយាយលាក់ដល់ថ្ងៃទេគឺខ្ញុំឈប់រៀន5ទី9ហ្នឹងហើយខ្ញុំអត់រៀនចប់ទី9ទេ
នឹងខ្ញុំនិយាយការពិតគឺខ្ញុំរៀនចប់5ទី9ខ្ញុំអត់អាចរៀនបានមកហេតុគឺដោយសារខ្ញុំរៀនអត់ចេះនឹងខ្ញុំរៀនអត់ចេះខ្ញុំអត់មានកម្លាំងចិត្តចង់រៀនតែម្ដងហ្នឹងអញ្ចឹងខ្ញុំធ្វើការឈប់អញ្ចឹងខ្ញុំនិយាយអញ្ចឹងបានន័យថាជំរុះចម្រងឲ្យបងប្អូនឈប់រៀនមែនអត់ទេខ្ញុំអត់បានឲ្យអ្នកគ្នាទៅឈប់រៀនមកធ្វើដូចខ្ញុំទេព្រោះការធ្វើ YouTube មួយនេះគឺវាអត់ថេទេវាអត់ទៀងទេហ្នឹងហើយអ្នកគ្នាត្រូវការខំតែការខំមែនតើហើយតស៊ូថយធ្វើឲ្យបានត្រឹមត្រូវ YouTube ដូចថាអញ្ចឹងបើអ្នកគ្នាធ្វើខុសអត់ view គឺអត់លុយហើយហ្នឹងហើយយើងអត់ដូចតែយើងទៅធ្វើការឲ្យគេបើយើងយកប្រាក់ខែគេទេអញ្ចឹងខ្ញុំបើខ្ញុំចង់បានលុយច្រើនខ្ញុំចង់បានអីតើខ្ញុំធ្វើឲ្យមានអ្នកមើលច្រើនហ្នឹងហើយអញ្ចឹងបើខ្ញុំអាចរកលុយបានហ្នឹងហើយអញ្ចឹងបើបងប្អូនដែលចង់ធ្វើការ YouTube ជាពិសេសក្មេងៗបញ្ជាក់ហ្មងគឺកុំចោលការរៀនអីអ្នកញ៉ៃអាចយកពេលវេលាដែលទំនេរយកមកធ្វើវាលេងតិចតួចហ្នឹងហើយកុំចោលការសិក្សាត្បិតតែ YouTube វាអាចរកលុយបានច្រើនមែនក៏ប៉ុន្តែមើលប្រកាសតែគ្រប់គ្នាអាចជោគជ័យដូចខ្ញុំបានទេហ្នឹងហើយខ្ញុំចូលចិត្តខាងធ្វើ YouTube តាំងពីទូចយកតែម្ដងហ្នឹងខ្ញុំអត់ដែរខ្វល់ទេខ្ញុំនិយាយការពិតមួយទៀតកាលពីឆ្នាំបើមិន2021ក៏2020ដែរខ្ញុំអត់ចាំច្បាស់ទេក៏ប៉ុន្តែគឺគេបានបិទពាណិជ្ជកម្មនៅស្រុកខ្មែរ YouTube ហ្នឹងហើយអញ្ចឹងអ្នកដែលធ្វើ YouTube មិនថាមាន subscriber ច្រើនប៉ុណ្ណាគឺអត់អាចរកលុយបានទាំងអស់ហ្មងឲ្យតែអ្នកមើលស្រុកខ្មែរគឺដាច់ monetize ហើយគឺតែដាច់ហ្នឹងគឺគេមិនដាច់គេបិទនៅស្រុកខ្មែរយើងតែយើងអាចរកលុយបានពេលដែលគេបិទនឹងបានទេអញ្ចឹងគឺខ្ញុំរកលុយអត់បានឡើងមួយឆ្នាំម្ដងនេះបាទហ្នឹងហើយគឺពិបាកមែនតើពេលគេបានសម្រេចចិត្តអញ្ចឹងក៏ប៉ុន្តែខ្ញុំអត់ដែរខ្វល់រឿងលុយទេហ្នឹងហើយការខ្ញុំធ្វើ YouTube គឺខ្ញុំស្រឡាញ់ហ្មងខ្ញុំស្រឡាញ់ការធ្វើ YouTube ហ្នឹងអញ្ចឹងទោះបីជាគេអត់ឲ្យលុយខ្ញុំក៏ខ្ញុំនៅតែធ្វើតទៀតដែរអញ្ចឹងហើយបងប្អូនឃើញ channel ខ្ញុំមានច្រើនមែនតើខ្ញុំចូលចិត្តខាងធ្វើ YouTube យកតែម្ដងណាខ្ញុំចូលចិត្តធ្វើខាង game ហើយខាងដូចអេប៉ុងថ្មីនេះអញ្ចឹងគឺខាង by vlog ឬក៏ធ្វើម្ហូបគឺខ្ញុំចូលចិត្តធ្វើហ្នឹងហើយតោះឥឡូវខ្ញុំមិនសូវធ្វើទុកវាចោលក៏នៅមានអ្នកមើលឡើងដែរដោយសារខ្ញុំធ្វើប្រភេទវីដេអូដែលទុកឲ្យអ្នកក្រោយគេចង់មើលបានហ្នឹងហើយគឺខ្ញុំសប្បាយចិត្តនឹងការធ្វើដូចខ្ញុំចែកម្លែកបងប្អូនការ unboxing និងបរិញ្ញាបងប្អូនពីការធ្វើ YouTube ចឹងទៅគឺខ្ញុំចូលចិត្តខាងហ្នឹងតែម្ដងអញ្ចឹងចំពោះខ្ញុំការធ្វើ YouTube ខ្ញុំអាចធ្វើបានពី3 channel ហ្នឹងហើយខ្ញុំធ្វើបានច្រើនណាស់ដោយសារខ្ញុំចូលចិត្តផ្នែកខាងហ្នឹងហ្មងក៏ប៉ុន្តែមិនប្រកាសតែគ្នាយើងដូចខ្ញុំទេហ្នឹងហើយម្នាក់មានជំនាញផ្សេងគ្នាហ្នឹងហើយអញ្ចឹងបញ្ហាបងប្អូនចង់ធ្វើដល់ច្បាស់លាស់ជាមួយ YouTube ហើយធ្វើឲ្យបានត្រឹមត្រូវបានអាចឡើង view អាចបានជោគជ័យហើយភាពលំបាករបស់ខ្ញុំនៅក្នុងការធ្វើ YouTube ហ្មងគឺខ្ញុំអត់សូវមានលុយកាខ្ញុំចាប់ផ្ដើមហ្នឹងហើយគឺខ្ញុំអត់សូវមានឧបករណ៍គ្រប់គ្រាន់ទេគឺខ្ញុំធ្វើតាមទូរស័ព្ទខ្ញុំមានសំលុយបានតិចតួចខ្ញុំទិញ laptop ថោកយកមក record យកមកអីទេខ្ញុំអត់សូវមានលុយទេបញ្ហាខ្ញុំហ្មងគឺត្រង់ហ្នឹងហ្នឹងបាទគឺខ្ញុំអត់មានលុយដើម្បីទិញឧបករណ៍ថ្លៃល្អយកមកថតដូចគេខ្ញុំមានម៉ែអីណាជួយខ្ញុំទេម៉ាក់ប៉ាខ្ញុំក៏មានតែអត់ចូលចិត្តបងប្អូនខ្ញុំអីស្អប់ខ្ញុំខាងធ្វើ game ហ្នឹងណាហ្នឹងគេអត់ចូលចិត្តខ្ញុំប្រហែលទេហ្នឹងបាទយ៉ាអញ្ចឹងបានខ្ញុំរៀងពិបាកដែរខ្ញុំត្រូវធ្វើ YouTube អីខ្ញុំត្រូវធ្វើលាក់ពីគេហើយខ្ញុំត្រូវរកលុយក្រៅដើម្បីទិញឧបករណ៍អស់ហ្នឹងគឺលាក់ទៀតខ្ញុំមកប្រាប់បងប្អូនខ្ញុំទេណាគឺខ្ញុំទិញឧបករណ៍ហ្នឹងមកបានខ្ញុំបុកឡើងដងទិញឡើងសពយកមកឲ្យអាសាខ្ញុំការដូចថាអញ្ចឹងការខ្ញុំធ្វើ YouTube ឆ្នាំប្រហែលមុនដំបូងហ្នឹងគឺគេបិទពាណិជ្ជកម្មហើយអញ្ចឹងខ្ញុំអត់សូវមានលុយទេអញ្ចឹងសប្តាហ៍ថ្ងៃនេះគឺខ្ញុំមានក៏ខ្ញុំអត់ទៅបុកចាយលុយចេះយកដែរគឺខ្ញុំទុកលុយខ្លះដែរអញ្ចឹងភាពលំបាកខ្ញុំមួយទៀតនោះគឺការខ្ញុំធ្វើ YouTube ដំបូងគឺខ្ញុំអត់ចេះធ្វើហើយខ្ញុំចង់បាន view ខ្លាំងហ្នឹងហើយគឺខ្ញុំចេះតែធ្វើមួយថ្ងៃខ្ញុំគិតតែរកកំណត់ថតបែបចោះខ្ញុំ stress ខ្លាំងនិយាយកាត់ខ្ញុំស្មុគស្មាញណែសារខ្ញុំគិតច្រើនពេកខ្ញុំអត់ដឹងថាធ្វើម៉េចត្រូវព្រោះខ្ញុំធ្វើអីក៏អត់ឡើង view ដែរពេលការខ្ញុំធ្វើដំបូងហ្នឹងគឺខ្ញុំធ្វើម៉េចក៏អត់ឡើងដោយសារអាហ្នឹងគឺមកខ្ញុំដែរខ្ញុំធ្វើខុសហ្នឹងហើយអញ្ចឹងតែខ្ញុំវាស្មុគស្មាញមកខ្ញុំរកកំណត់រាល់ថ្ងៃខ្ញុំជាយាមរកថតបែបចេះផងរកបែបចេះសោះចិត្តតែអត់ដែរហ្នឹងហើយគឺខ្ញុំធ្វើអត់បានត្រឹមត្រូវទេអញ្ចឹងខ្ញុំស្មុគស្មាញខ្លាំងណាស់ការខ្ញុំធ្វើ YouTube ដំបូងនោះតែឥឡូវចំពោះខ្ញុំអត់ទេ
ខ្ញុំរៀងយល់ច្បាស់ពី YouTube ច្រើនអញ្ចឹងខ្ញុំអាចបែងចែក channel ដែលពីគ្នាហ្នឹងហើយហើយបងប្អូនរៀនវគ្គសិក្សារបស់ខ្ញុំអ្នកគ្នានឹងយល់ថាខ្ញុំធ្វើបែបម៉េចហើយតែខ្ញុំអត់បញ្ជាក់នៅនេះទេអ្នកគ្នាបាទយ៉ាអញ្ចឹងចំណុចដែលពិបាករបស់ខ្ញុំហ្នឹងគឺការធ្វើ YouTube ដំបូងហ្នឹងហ្មងចេះតែធ្វើហ្នឹងហើយខ្ញុំចំណាយពេលចោលច្រើនណាស់ហ្នឹងហើយខ្ញុំព្យាយាមថត record 3-4 ម៉ោងតែវីដេអូហ្នឹងផុសហើយគឺបាន view តិចមែនទេតិចជាងអាវីដេអូខ្ញុំធ្វើធម្មតាទៀតណាគឺខ្ញុំខំប្រឹងបុកពេកហ្នឹងហើយខ្ញុំធ្វើទាំងចេះតែធ្វើតែម្ដងនិយាយកាត់ចំនួនហ្នឹងណោះគ្នាបាទតែឥឡូវខ្ញុំរៀងដឹងច្រើនមែនតើខ្ញុំយល់ច្រើនមែនតើដោយសារខ្ញុំធ្វើច្រើនឆ្នាំហើយណោះគ្នាបាទយ៉ាអញ្ចឹងឥឡូវអាចនិយាយបានថាការស្មុគស្មាញរបស់ខ្ញុំគឺអត់ដូចមុនទេគឺខ្ញុំបាត់ការស្មុគស្មាញហ្នឹងហើយយ៉ាការមុនគឺខ្ញុំឈឺក្បាលហ្មងខ្ញុំឈឺក្បាលសឹងតែរាល់ថ្ងៃចាឥឡូវមកនិយាយពីចំណុចដែលស្រួលចំពោះខ្ញុំឬក៏ចំណុចដែលល្អចំពោះខ្ញុំវិញមនុស្សខ្ញុំគឺមនុស្សមួយដែលអត់ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃខ្ញុំធ្វើ YouTube ខ្ញុំអត់ដែរខ្វល់ពីអ្នកណាអាម៉េចទេគឺខ្ញុំខ្វល់តែពីខ្លួនខ្ញុំទេអញ្ចឹងភាគច្រើនការខ្ញុំធ្វើ game Minecraft មុនដំបូងគេចូលចិត្តប្រៀបធៀបខ្ញុំជាមួយនឹង Pro 10X បាទណោះគេស្គាល់គាត់ណោះគេស្គាល់បាទគេចូលចិត្តប្រៀបធៀបខ្ញុំមួយគេណាតែខ្ញុំអត់ដែរខ្វល់ទេណាប្រៀបធៀបអីប្រៀបធៀបទៅណោះគ្នាបាទគឺខ្ញុំអត់ដែរខ្វល់ទេខ្ញុំខ្វល់ធ្វើតែពីខ្លួនឯងទេខ្ញុំធ្វើអីដែលខ្ញុំចូលចិត្តហ្នឹងខ្ញុំអត់ដែរខ្វល់អ្នកណានិយាយអីពីខ្ញុំអត់ខ្វល់មកអញ្ចឹងវាអត់ធ្វើឲ្យខ្ញុំមានសម្ពាធនៅការតែខ្ញុំធ្វើអត់ឆ្ងាយនេះតែខ្ញុំអត់ធ្វើឆ្ងាយនោះអញ្ចឹងខ្ញុំឈប់ធ្វើអត់ទេចំណុចខ្ញុំមនុស្សខ្ញុំគឺខ្ញុំអត់ចូលចិត្តការប្រៀបធៀបអញ្ចឹងខ្ញុំអត់ដែរប្រៀបធៀបខ្លួនខ្ញុំមួយណាទេពេលច្រើនខ្ញុំប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនខ្ញុំត្រូវធ្វើម៉េចឲ្យអូសខ្លួនឯងឲ្យបានឡើងតែប៉ុណ្្នឹងទេបាទខ្ញុំអូបានឡើងខ្លួនឯងពេលច្រើនខ្ញុំចាញ់ខ្លួនឯងតែប៉ុណ្្នឹងខ្ញុំអត់ទៅប្រៀបធៀបខ្លួនខ្ញុំជាមួយនឹងអ្នកដទៃទេហើយចំណុចមួយនេះបើសិនជាបងប្អូនអាចយកធ្វើគំរូបានគឺអាចល្អដោយសារការយើងប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃឬក៏មានអ្នកដទៃមកប្រៀបធៀបយើងជាមួយនឹងអ្នកផ្សេងទៀតគឺធ្វើឲ្យយើងមានសម្ពាធខ្លាំងមែនតើអញ្ចឹងដល់ថ្ងៃអត់អាច focus បានទេអញ្ចឹងប្រៀបការប្រៀបធៀបនេះមួយគឺអាចបំបាក់ទឹកចិត្តខ្លាំងខ្ញុំល្អថងហាញខ្ញុំអត់ខ្វល់ពីរឿងគេប្រៀបធៀបខ្ញុំចាឥឡូវគឺយើងមកឆ្លើយ Q&A វិញណោះគ្នាបាទយើងទុករឿងខ្ញុំដោយឡែកអញ្ចឹងអ្នកភាគច្រើនគាត់ថាក្មេងៗគាត់ភាគច្រើនគាត់សួរថាតែខ្ញុំនៅក្មេងខ្ញុំអាចរកធ្វើ YouTube អាចរកលុយបានគឺបានមានតែចាប់ផ្ដើមពីក្មេងបានកាន់តែល្អហ្នឹងហើយការខ្ញុំធ្វើ YouTube មកបងបើខ្ញុំអាចចាប់ផ្ដើមបានពីដំបូងលឿនភ្លាមៗមកគឺល្អមែនតើណោះហេបាទចឹងណោះហេដែលនៅក្មេងចង់ចាប់ផ្ដើមទៅក៏ហៅកបោបងការសិក្សាឬក៏ការងារអីធំដុំចោលធ្វើបានកាន់តែលឿនកាន់តែល្អហ្នឹងហើយតែមានឧបករណ៍ផងព្រោះឯណោះដូចថាអញ្ចឹងណោះគេថតវីដេអូអត់ច្បាស់អត់អីចឹងអត់មានណាមើលទេហ្នឹងហើយអញ្ចឹងមានឧបករណ៍ឲ្យបានល្អតិចដែរទៅហ្នឹងហើយនេះឲ្យជាយោបល់ហើយ recommend ឲ្យមកបណ្ដោះងាយថតតាក់អត់មានណាមើលទេបាទហើយសំណួរភាគច្រើនងាយយើងមកសួរខ្ញុំទៀតថាបងខ្ញុំចង់ធ្វើ YouTube ឲ្យបានរកលុយដែរម្ដងអាហ្នឹងវាអត់ស្ថិតនៅលើខ្ញុំទេស្ថិតនៅថ្ងៃវិញសំណួរមួយនេះគឺខ្ញុំពិបាកឆ្លើយដោយសារចម្លើយខ្ញុំតែងតែគឺមានតែពាក្យថាខំថ្ងៃខំថ្ងៃបាច់សារ YouTube របៀបគេដាក់ឲ្យអ្នកធ្វើហ្នឹងគឺឲ្យអ្នកធ្វើហ្នឹងខំដែរហ្នឹងហើយបើខំធ្វើវីដេអូធ្វើឲ្យវីដេអូល្អធ្វើវីដេអូទៀងទាត់អីគឺ YouTube វាជួយរុញហើយអញ្ចឹងងាយយើងដែរចូលចិត្តមកសួរខ្ញុំថាបងធ្វើម៉េចឲ្យបានបើករកលុយបានគឺខ្ញុំអត់មានចម្លើយអីផ្សេងក្រៅថាខំធ្វើវីដេអូតែប៉ុណ្្នឹងទេគឺយើងកុំខ្វល់ពីរឿងរកលុយច្រើនពេកបើណោះគេស្អាតខាង YouTube មែនញ៉ាគឺខំធ្វើវីដេអូអ្នកញ៉ែទុករឿងការរកលុយឲ្យឡែកសិនទៅហើយសំណួរមួយទៀតដែលអ្នកញ៉ែសួរខ្ញុំថាការបើកលុយអត់មានកុងធនាគារបើកបានគឺមានអ្នកញ៉ែបើនិយាយកម្មវិធីអ្នកញ៉ែធ្វើឲ្យតបានតរលុយមកឲ្យតា channel អ្នកញ៉ែបើករកលុយបានមកអ្នកញ៉ែមិនបាច់ភ័យថាមានកុងឬមិនមានកុងទេគឺបានអ្នកញ៉ែមានវិធីច្រើនណាស់អ្នកញ៉ែបាទមានវិធីអាចបើករកលុយបានច្រើនដកលុយអីបានច្រើនណាស់អ្នកញ៉ែបាច់ភ័យទេใน YouTube ស្រួលនៅក្នុងការដកលុយទេអញ្ចឹងអានេះមិនមែនបែបជាឆ្លើយសំណួរអ្នកញ៉ែទេក៏ប៉ុន្តែខ្ញុំប្រាប់ជាយោបល់ហ្មងខ្ញុំឃើញគ្នាយើងធ្វើខុសច្រើនខ្លាំងអ្នកដែលឆាតមកខ្ញុំអ្នកដែលតាក់ទងមកខ្ញុំអីហ្នឹងអ្នកដែល comment អីហ្នឹងភាគច្រើនកំហុសអ្នកញ៉ែដែលធ្វើខុសនោះធំបំផុតហើយក៏មានអ្នកគេនិយាយច្រើនតែមិនមែនខ្ញុំទៅនិយាយហ្នឹងទេគឺបញ្ហាអ្នកញ៉ែយកវីដេអូគេយកមកផុសហ្នឹងតែម្ដងបាទ
ហ្នឹងអញ្ចឹងបើអ្នកគ្នាចង់ធ្វើ YouTube គុំយករបស់គេយកមកផុសអីអ្នកគ្នាអាចកែធ្វើបែបជា reaction ឬក៏អីបែបអីផ្សេងគេមានវិធីគេក៏ប៉ុន្តែការយកវីដេអូគេយកមកផុសនេះត្មងគឺវាអត់ថេរទេហើយគឺវាមិនអាចរកលុយបានទេហើយម្ចាស់គេអាចប្តឹងបានទៀតឬក៏គេបិទ channel អ្នកគ្នាបានទៀតអញ្ចឹងការយកវីដេអូគេផុសនេះមួយខ្ញុំឃើញគ្នាយើងធ្វើខុសជាច្រើនហ្នឹងហើយគឺគុំយកវីដេអូគេយកមកផុសអីហ្នឹងហើយតែវីដេអូខ្ញុំដូចខ្ញុំភាគច្រើនខ្ញុំអត់ដែរយកវីដេអូ YouTube ខ្ញុំយកទៅផុសនៅ Facebook ឬក៏ TikTok ទេអ្នកគ្នាចង់យកទៅផុសយកទៅអ្នកគ្នាបាទហ្នឹងហើយយកវីដេអូខ្ញុំ Facebook YouTube យកនឹង Facebook ហើយ TikTok យកទៅផុសទៅអ្នកគ្នាបាទមិនថា channel ឈៀងសញ្ញាឈៀង Ogo ទេអ្នកគ្នាចង់យកទៅផុសយកទៅតែបើអ្នកគ្នាយកមកធ្វើខាង YouTube គឺអត់បានទេបាទ YouTube គេមានច្បាប់អីត្រឹមត្រូវចាអានេះស្ថិតនៅលើសិទ្ធខ្ញុំដែរខ្ញុំអនុញ្ញាតឲ្យអ្នកគ្នាឯងយកទៅផុសអត់ចាំបើអ្នកគ្នាយកវីដេអូខ្ញុំចង់យកវីដេអូខ្ញុំនេះយកទៅផុសលើ YouTube គឺអត់បានទេខ្ញុំនិយាយចាក់ចាំមកតែបើអ្នកគ្នាចង់យកវីដេអូខ្ញុំយកទៅផុសនៅលើ Facebook ឬក៏ TikTok យកចោះអ្នកគ្នាបាទហ្នឹងហើយយកចោះអត់អីទេអ្នកគ្នាបាទហ្នឹងហើយវាអត់ប៉ះពាល់ដល់ខ្ញុំទេតែបើអ្នកគ្នាយកទៅផុសលើ YouTube គឺប៉ះពាល់ដល់ខ្ញុំដែរអ្នកគ្នាបាទយ៉ាអញ្ចឹងវីដេអូយើងគឺអត់មានច្រើនទេអញ្ចឹងបើអ្នកគ្នាឯងនិយាយកាត់វីដេអូហ្នឹងក៏ការបើកឯប៉ុងទេអ្នកគ្នាបាទគឺខ្ញុំតចែកជាសំណួរឲ្យបបពិសោធន៍តិចតួចទេចាំបើអ្នកគ្នាចង់រៀនខាងធ្វើ YouTube ដូចថាហ្នឹងមិនមែនចេះធ្វើទេណោះគ្នាបាទយ៉ាចាំបើអ្នកគ្នាចង់រៀនខាងធ្វើ YouTube អាចរៀនជាមួយខ្ញុំបានជាវគ្គសិក្សាដែលបរៀនបងប្អូនពីការធ្វើ YouTube ឲ្យបានត្រឹមត្រូវឲ្យបានច្បាស់លាស់ហ្នឹងហើយបើអ្នកគ្នាចេះធ្វើដូចផុសគឺវាខាតតែពេលអត់តែប្រយោជន៍ទេអញ្ចឹងនេះគឺជា QR បើអ្នកគ្នាមានចំនួនឬក៏ចង់រៀនវគ្គសិក្សាខ្ញុំអ្នកគ្នាបាទតែដូចថាអញ្ចឹងគឺខ្ញុំអត់ចែកឲ្យ free ទេអ្នកគ្នាបាទគឺខ្ញុំបាទគឺគិតលុយយ៉ាចឹងឯងមានប៉ុណ្្នឹងទេបាទអរគុណច្រើនបានមើលបាទបាយបាយ